ឯកឧត្តមហ៊ុនម៉ាណីប្រកាសផ្លូវការនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្គ្រាន្តឆ្នាំ2025ក្រោមប្រធានបទញញឹមសាទរសង្គ្រាន្តឆ្នាំថ្មីឯកឧត្តមហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានិងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្គ្រាន្តនាព្រឹកថ្ងៃទី9ខែមីនាឆ្នាំ2025បានអញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មានស្តីពីការរៀបចំព្រឹត្តិការណ៍អង្គរសង្គ្រាន្តឆ្នាំ2025នៅទីតាំងភូមិខ្ញុំក្នុងខេត្តសៀមរាបក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមសុកសបាយណាប្រធានក្រុមប្រតិបត្តិព្រឹត្តិការណ៍អង្គរសង្គ្រាន្តឯកឧត្តមប្រាក់សុភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តសៀមរាបនិងជាប្រជាសហភាពយុវជនកម្ពុជាខេត្តសៀមរាបនិងលោកហំពៅអគ្គនាយកអាជ្ញាធរជាតិអប្សរានិងបងប្អូនអ្នកសារព័ត៌មានជាច្រើនរូបសន្និសីទឱកាសនេះបានប្រកាសជាផ្លូវការនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្គ្រាន្តឆ្នាំ2025ក្រោមប្រធានបទញញឹមសាទរសង្គ្រាន្តឆ្នាំថ្មីដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋជាច្រើនរូបជាមួយគ្នានេះគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្គ្រាន្តបានជម្រាបជូនពីគោលបំណងកម្មវិធីនិងទស្សនវិជ្ជានៃការកិត្តគូពីការរៀបចំនានាក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាន្តឆ្នាំ2025នេះដែលមានលក្ខណៈពិសេសនិងអស្ចារ្យធ្វើយ៉ាងណាផ្ដល់ស្នាមញញឹមនិងប្រភពសប្បាយរីករាយដល់មហាក្រុមពលរដ្ឋខ្មែរក្នុងឱកាសនៃការអបអរសាទរបំចូលឆ្នាំប្រពៃណីជាតិសូមជម្រាបជូនថាព្រឹត្តិការណ៍អង្គរសង្គ្រាន្តឆ្នាំ2025នឹងត្រូវរៀបចំឡើងក្រោមប្រធានបទញញឹមសាទរសង្គ្រាន្តឆ្នាំថ្មីដែលនឹងលើកយកនូវកេរដំណែលអរិយធម៌វប្បធម៌ទំនៀមទម្លាប់និងស្នាដៃរបស់បុព្វបុរសខ្មែរមករំលេចឡើងជាទាំងទស្សនីយភាពសម្លូតដល់សម្បូរបែបនៅលើទឹកដីអង្គររយៈពេល3ថ្ងៃគឺនៅថ្ងៃទី14 15និង16ខែមេសាឆ្នាំ2025